ជាបាសួស្តីបងប្អូនទាំងអស់គ្នាចាបន្ទាប់ពីបងប្អូនឬក៏កូនបានរៀនការសរសេរលេខ5មួយត្រូវអត់ចាបន្តមកទៀតអ្នកគ្រូនឹងបង្រៀនកូនទាំងអស់គ្នាពីការសរសេរលេខ5 7ចាយើងសូមកូនទាំងអស់គ្នាមើលមកលើក្តារខៀននេះកូនឃើញណាកូននេះគឺជាក្របបាល់ត្រូវអត់កូនចាប៉ុន្តែក្របបាល់ហ្នឹងគឺជារូបតំណាងឲ្យ7ចាអញ្ចឹង7ការសរសេរ7មានរហូតដល់8ចលនាយើងកូនមើលអ្នកគ្រូនឹងបង្ហាញពីរបៀបដំបូងនៃការសរសេរកូនមើលផ្នែកខាងនេះទាំងអស់គ្នាកូនចាមើលទាំងអស់គ្នាអ្នកគ្រូនឹងចាប់ផ្ដើមចាគួចចាគួចហើយកូនឡើងទៅលើហើយកូនចុះមកខាងក្រោមឡើងលើចុះខាងក្រោមបែបហ្នឹងមកចាហើយកូនងាកមកស្ដាំបន្តិចមកងាកហើយកូនឡើងទៅលើហើយងាកមកឆ្វេងបន្តិចចាម្ដងទៀតសូមកូនមើលទាំងអស់គ្នាចាកូនគួចចាឡើងទៅលើបែបហ្នឹងឡើងចុះបែបហ្នឹងមកត្រង់ដូចអ្នកគ្រូចង្អុលហ្នឹងងាកទៅស្ដាំឡើងទៅលើហើយងាកមកឆ្វេងបន្តិចនេះគឺរបៀបនៃការសរសេរ7ចាបន្ទាប់ពីកូនបានដឹងពីរបៀបហើយអញ្ចឹងអ្នកគ្រូនឹងអនុវត្តនៅលើក្តារខៀនឲ្យកូនមើលម្ដងទៀតសូមកូនមើលទាំងអស់គ្នាចាចាប់ផ្ដើមសូមកូនមើលចាអ្នកគ្រូនឹងចាប់ផ្ដើមអ្នកគ្រូចាប់ដើមដំបូងគេគឺគួចបែបហ្នឹងឡើងទៅលើចុះមកខាងក្រោមឡើងលើចុះក្រោមរហូតហើយកូនងាកទៅណាកូនងាកទៅស្ដាំឡើងទៅលើហើយកូនងាកមកឆ្វេងបន្តិចចាម្ដងទៀតអ្នកគ្រូគួចឡើងទៅលើចុះមកខាងក្រោមហើយឡើងលើចុះមកខាងក្រោមបែបហ្នឹងមកងាកទៅស្ដាំឡើងទៅលើហើយកូនងាកមកឆ្វេងបន្តិចនេះគឺជារូបរាងនៃលេខ7ចាបន្ទាប់ពីកូនបានមើលអ្នកគ្រូសរសេរលើក្តារខៀនឲ្យកូនហើយអញ្ចឹងអ្នកគ្រូមានលំហាត់សម្រាប់អនុវត្តឲ្យកូននេះលំហាត់ទី1នេះចូលកូនធ្វើគំនូសលេខ7ចាអញ្ចឹងនេះគឺជាលេខ7ដែលអ្នកគ្រូបានសរសេរពេញលេញទេត្រូវអត់ចាអញ្ចឹងបន្ទាប់ទៀតនេះសុទ្ធសឹងតែជាគំនូសលេខ7យកអ្វីដែលអ្នកគ្រូឲ្យកូនធ្វើគ្រាន់តែយកខ្មៅដៃក៏បាន color ក៏បានដែរបើកូនគិតថាមួយណាស្រួលកូនសរសេរនៅក្នុងគំនូសលេខ7ប៉ុន្តែផ្អែកតាមជំហានឬក៏ចលនាដែលបានសិក្សាជាមួយអ្នកគ្រូមិញនេះត្រូវអត់គាត់ចាអញ្ចឹងអ្នកគ្រូនឹងបញ្ចូលលំហាត់ទី2នេះចូលកូនសរសេរលេខ7នេះគឺជាលេខ7ដែលអ្នកគ្រូបានសរសេរជាគំរូឲ្យកូននេះគឺជាទីតាំងដែលកូនសរសេរដោយខ្លួនឯងចាអញ្ចឹងកូនសរសេរដោយផ្អែកតាមចលនាអញ្ចឹងលំហាត់ទាំងពីរនេះអ្នកគ្រូសង្ឃឹមថាកូនទាំងអស់គ្នានឹងធ្វើបានល្អទាំងអស់គ្នាបន្ទាប់ពីកូនបានធ្វើរួចកុំភ្លេចយកទៅឲ្យប៉ាម៉ាក់របស់កូនជួយពិនិត្យមើលថាតើកិច្ចការរបស់កូនពិតជាបានស្អាតនិងត្រឹមត្រូវដែរឬទេចាសូមអរគុណ